បានសម្រាប់នៅកិច្ចការកសាងនៅធិបតេយ្យនេះគឺជារបស់មួយដែលយើងតម្កល់អតិថិលោកអ្នកដូចនេះគឺបាទសូមម៉ែអូនមិនចូលសុខភាពមិនចូលល្អទេគេណានិយាយចង់ទៅខុសបាទសូត្រខក៏អត់អីក៏អត់បើពីមុនអត់អីថយទៅមកកាក្មេងកម្លាំងហ្នឹងនេះក៏យើងមិនបានព្រោះអ្វីវែងឆ្ងាយដែរពីព្រោះធិរៈវេលាពេលមួយព្រឹកនេះមានកិច្ចតម្កល់ធាតុមានកិច្ចវេចង្ហាន់មានកិច្ចចម្រើនប្រាប់រិទ្ធដូច្នេះហើយក៏ឆ្លៀតឱកាសពេលវេលាទាំងអស់នេះដើម្បីបញ្ចូលនៅបុណ្យទាំងឡាយនេះហើយបុណ្យនេះគឺឲ្យឈ្មោះថាបុណ្យឆ្លងចេតិយនិងបញ្ចុះធាតុចឹងហ៎កូនមើលណាត្រូវហើយបាទក្រៃលួយខ្ញុំផាមត្រូវដូច្នេះនៅក្នុងនេះហើយអធិធាតុក្នុងទីនេះដែលយើងមានបំណងនឹងបញ្ចុះគឺមានធាតុចំនួន2ទី1គឺលោកតាខួនណាទី2អ្នកម្ដាយខិនចិនយិនបាទដែលត្រូវជាលោកឪពុកអ្នកម្ដាយត្រូវជាជីដូននិងជីតាដូច្នេះពេលវេលានេះដែលយើងរៀបចំក្នុងពិធីកម្មទី1គឺយើងអាចថាពីថ្ងៃមុនយើងនឹងបានរៀបចំសុំទីកន្លែងនេះដើម្បីកសាងទីកន្លែងធាតុប្រចាំដីនេះឥឡូវយើងបានកសាងសម្រាប់ជាស្ថាពរហើយសម្រាប់យកថ្ងៃនេះគឺថ្ងៃ1រោចខែកដឹកអញ្ចឹងណាហើយនិយាយណាត្រូវហើយ100ខែកដឹកបាទអត់ទេអាសាសួរតអត់អីទេ1រោចខែកដឹកឆ្នាំម្សាញ់ពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី6ខែវិច្ឆិកាគ្រិស្តសករាជ2025ចឹងកំណត់កម្មវិធីទី1នៅវេលាព្រឹកនេះគឺទី1យើងធ្វើកិច្ចពលីកម្មដល់ពពួកទេវតាម្ចាស់ទឹកម្ចាស់ដីអ្នកតាមម្ចាស់ស្រុកឲ្យលោកអនុគ្រោះអនុញ្ញាតឲ្យយើងទាំងអស់គ្នាបានកសាងដល់ធាតុប្រចាំដីនេះបានទី2បន្ទាប់អំពីនោះទៅយើងនឹងព្រោះអីចាត់ដីនេះមិនទាន់ដាក់កម្ពូលសម្រាប់ទេកាលណាយើងដាក់កម្ពូលសម្រាប់ធាតុចាត់ដីនេះគ្មានបង្អួចគ្មានទ្វារយើងលុបដាក់ចូលខាងក្រោយទេដូច្នេះបន្ទាប់អំពីយើងធ្វើពលីកម្មនេះរួចយើងនិមន្តព្រះសង្ឃមកយើងរៀបចំដង្ហែធាតុចេញពីទីអាខាតយកមកតម្កល់កន្លែងនេះនិមន្តព្រះសង្ឃបង្កោលតែដល់បង្កោលចប់ហើយបានយើងលើកកម្ពូលចាត់ដីនឹងដាក់អញ្ចឹងណាបាទណាហើយបើមិនចឹងទេដាក់ឲ្យហើយស្អាតភ្លឹងទៅហើយដាក់តាមណាបើអត់ប្រហោងផងហ្នឹងអូកាត់មានអត់ចាំលើកហើយចាំដាក់វិញទៀតចាំឲ្យឯងក៏ព្រៀបគ្នាព្រមព្រៀងគ្នាធ្វើសម្រាប់តែម្ដងបាទចឹងក្នុងហ្នឹងបន្ទាប់អំពីព្រះសង្ឃនិមន្តមកដល់មិនតន់ចូលទៅខាងក្នុងនេះយើងត្រៀមលក្ខណៈលោកដល់ពុករៀបចំបាងពោទាំងអស់នៅក្នុងហែទៀតអូយលោកគង់លោកសិនគង់ក្រៅសិនក៏បានដែរដង្ហែធាតុចេញមកយកមកតម្កល់ទីកន្លែងសង្ឃមុនសង្ឃប្រសងចម្រើនអស់ណាបាំងពោលបាទបាំងពោលហើយលោកចូលទៅគង់ខាងក្នុងយើងរៀបចំលើកកម្ពូលនេះហើយលើកកម្ពូលចិត្តអីនេះបើខ្ញុំឆ្លប់ឆ្លងកាត់ទីកន្លែងធំតូចអីយ៉ាងម៉េចក៏ដោយខ្ញុំឆ្លប់ដឹកនាំធ្វើគឺយើងយកជ័យខុសមួយណាជំរាបជូនកូនចៅម្ចាស់ទានទានដល់ពលបានដឹងមិនអីទេឲ្យធ្វើតាមខ្ញុំលឿនទេហ្នឹងហើយចឹងទេក្នុងនេះក្រោយអំពីលើកតម្កល់រួចអស់ហើយព្រះសង្ឃនិមន្តទៅខាងក្នុងគេឋានយើងធ្វើកិច្ចនមស្ការសង្ខេបសមាទានសិលរតនាព្រះសង្ឃចម្រើនព្រះបរិត្តអានឹងសូមជម្រាបចឹងហើយបន្ទាប់អំពីនោះក៏យើងនឹងវេចង្ហាន់បិណ្ឌបាតមិនមានអីទេមានតែប៉ុណ្្នឹងទេបាទព្រោះតេកណានុប្រទានគឺមិនមានអីប្លែកក្រៅពីនឹងទេដូច្នេះពេលវេលានេះខ្លីដោយពេលវេលាលោកម៉ោង10:30នាទីយ៉ាងយូរឲ្យបានលោកបានឆាន់អញ្ចឹងណាបាទអញ្ចឹងសូមជម្រាបជូនអញ្ចឹងកម្មវិធីចុងក្រោយគឺវេផតតាហាប្រគេនដល់ព្រះសង្ឃឧទ្ទិសកុសលផលឡាននិស័យជូនទៅដល់លោកឪពុកខួនងាអ្នកម្ដាយចិនយិនព្រមទាំងញាតិការក្នុងសង្សារវត្តទាំងអស់ឲ្យលោកបានដឹងហើយអនុមោទនាទទួលយកនៅផលឡាននិស័យនៃបុណ្យតេកណានុប្រទានដែលកូនប្រុសកូនស្រីចៅប្រុសចៅស្រីញាតិដណ្ដើមព្រៀងលៀនឆ្ងាយចិត្តទាំងអស់ដែលលោកមានចិត្តស្ម័គ្រស្មាគមដើម្បី
ធ្វើទៀនឲ្យទិសជាខំមកទៀនក្តីជាអាមិសទៀនក្តីដើម្បីឲ្យលោកបានអនុមោទនាទទួលយកឲ្យបានសុខបានចម្រើនក្នុងភពខាងមុខកុំបីខានឡើយណា សាធុ ចឹងក៏នឹងចង់បាន